រឿងទាហានថៃវាប្រហារដោយអាវុធធនលើប្រាសាទព្រះវិហារត្រូវបានកម្ពុជាប្រាប់ទៅប្រទេសភូមកជាង150ប្រទេសចំពោះមុខគណៈប្រទេសភូមកជាង150ប្រទេសតំណាងកម្ពុជាប្រាប់សហគមន៍អន្តរជាតិថានៅក្នុងជន្លុះព្រំដែនកម្ពុជាថៃយោធាថៃនៅតែបន្តរងការវាយប្រហារដោយប្រើអាវុធទន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្គង់ជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិទៅលើប្រាសាទព្រះវិហារអាយដាមស៊ូយ៉ារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីបានប្រាប់សហគមន៍អន្តរជាតិថាករណីប្រាសាទព្រះវិហារទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឆ្នាំ1962និងឆ្នាំ2013បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ2008ក៏ដោយសារជន្លុះព្រំដែនកម្ពុជាថៃប្រាសាទនៅតែបន្តរងការវាយប្រហារដោយអាវុធទន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្គង់ជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរអាយដាមស៊ូយ៉ារ៉ាថ្លែងយ៉ាងដូចនេះធ្វើនៅក្នុងសន្និសីទពិភពលោក UNESCO ស្ដីពីគោលនយោបាយវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព Mount Dicos 2025ប្រព្រឹត្តទៅនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅទីក្រុងប៉ាសេឡូណាប្រទេសអេស្ប៉ាញដែលមានការចូលរួមពីគណៈប្រទេសភូជាង150ប្រទេស